នេះគឺជាប្រវត្តិនិងរឿងសំខាន់មួយចំនួនរបស់ The Iron Lady ស្ត្រីខ្លាំងទី1នៃប្រទេសជប៉ុនដែលហ៊ានប្រឆាំងជាមួយនឹងមហាអំណាចលេខ2លើពិភពលោកគឺប្រទេសចិនលោកស្រី Sanae Takahashi គឺជាស្ត្រីទី1ដែលឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុនដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសជប៉ុនទាល់តែសោះតើលោកស្រី Sanae Takahashi មានប្រវត្តិយ៉ាងដូចម្តេចទើបអាចវិវត្តខ្លួនពីស្ត្រីដែលសាមញ្ញម្នាក់ទៅជាស្ត្រីមួយរូបដែលពោពេញទៅដោយឥទ្ធិពលនិងអំណាចនៅក្នុងប្រទេសជប៉ុនថ្ងៃនេះយើងមកដឹងអំពីចំណុចសំខាន់មួយចំនួនពីស្ត្រីខ្លាំងទី1នៃប្រទេសជប៉ុនរូបនេះចំណុចទី1តើលោកស្រី Sanae Takahashi មានប្រវត្តិយ៉ាងដូចម្តេចលោកស្រី Sanae Takahashi គឺជាស្ត្រីមួយរូបដែលកើតនៅថ្ងៃទី7ខែមីនាឆ្នាំ1961នៅទីក្រុង Yamato Koriyama ខេត្ត Nara នៃប្រទេសជប៉ុនដែលឪពុកនិងម្ដាយរបស់លោកស្រីគឺពុំមានពាក់ព័ន្ធជាមួយនឹងអ្នកនយោបាយនោះទេពោលគឺឪពុករបស់លោកស្រីគឺជាអ្នកធ្វើការនៅក្នុងឧស្សាហកម្មមួយកន្លែងឯម្ដាយវិញគឺជាប៉ូលីសថ្នាក់ខេត្តចំណុចទី2គឺតាក់ទងជាមួយនឹងប្រវត្តិនៃការសិក្សាលោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅឆ្នាំ1984នៅសាកលវិទ្យាល័យគូពេហើយលោកស្រីក៏ធ្លាប់ទៅរស់នៅសហរដ្ឋអាមេរិកដោយធ្វើការជាអ្នកហាត់ការនៅការិយាល័យសមាជិកសភានិងធ្វើការផ្នែកទូរទស្សន៍រួមទាំងការសរសេរអត្ថបទមុននឹងចូលប្រឡូកជាអ្នកនយោបាយចូលមកកាន់ចំណុចសំខាន់ទី3គឺអាជីពជាអ្នកនយោបាយលោកស្រី Sanae Takahashi ត្រូវបានជ្រើសតាំងជាសមាជិកសភាជប៉ុនជាលើកដំបូងនៅឆ្នាំ1993ហើយក៏បានចូលរួមជាមួយនឹងគណៈបករបស់ជប៉ុន LDP នៅឆ្នាំ1995ផងដែរទាំងនេះគឺជាចំណុចចាប់ផ្ដើមនៃការវិវត្តខ្លួនពីស្ត្រីដ៏សាមញ្ញម្នាក់ក្លាយទៅជាស្ត្រីមួយដ៏មានឥទ្ធិពលជាងគេបំផុតនៅប្រទេសជប៉ុនជាលទ្ធផលចុងក្រោយគណៈបកដ៏ធំ LDP របស់លោកស្រីបានឈ្នះឆ្នោតនៅឆ្នាំ2025ថ្មីនេះឯងហើយលោកស្រី Sanae Takahashi ក៏បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីផ្លូវការនៃប្រទេសជប៉ុននៅថ្ងៃទី21ខែតុលាឆ្នាំ2025គួររំលឹកផងដែរថាការឡើងកាន់អំណាចរបស់ស្ត្រីខ្លាំង The Iron Lady របស់ប្រទេសជប៉ុនរូបនេះបានជះឥទ្ធិពលមិនត្រឹមតែក្នុងតំបន់នោះទេពោលគឺពិភពលោកកំពុងតែមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹង The Iron Lady រូបនេះដោយសារតែលោកស្រីហ៊ានប្រឆាំងដោយបើកចំហជាមួយនឹងមហាអំណាចចិនលោកស្រី Sanae Takahashi ហ៊ាននិយាយចំថាប្រសិនបើប្រទេសចិនហ៊ានវាយកោះតៃវ៉ាន់ប្រទេសជប៉ុននឹងធ្វើអន្តរាគមន៍កងទ័ពជួយកោះតៃវ៉ាន់ជាពុំខានរឿងរ៉ាវដ៏ក្តៅគគុកមួយនេះរវាងមហាអំណាចចិននិងនាគនៅអាស៊ីគឺប្រទេសជប៉ុនកំពុងតែឡើងកម្ដៅយ៉ាងក្តៅគគុកខ្លាំងមែនទែនថាតើលទ្ធផលចុងក្រោយរវាងស្ត្រីខ្លាំងទី1នៃប្រទេសជប៉ុន The Iron Lady និងមហាអំណាចចិននឹងក្លាយទៅជាយ៉ាងណារងចាំតាមដានទស្សនាទាំងអស់គ្នាអរគុណសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះ